យើងមើលស្នាមដំណការរៀបចំឆ្លាក់ក្បាច់ផ្សេងហើយយើងមកមើលខាងក្រោមនេះ Yes ឃើញទេដូចជាការបន្ទប់ថ្មមួយដុំឲ្យកើតឡើងចេញជាប្រាសាទមើលទៅយើងឃើញណាបាទហើយសួរថាហើយរឿងទាំងអស់ហ្នឹងយើងអាចសន្និដ្ឋានបានទេថាទាំងអស់ហ្នឹងសិតតែជាថ្មម្ដុំដែលដូនតាខ្មែរយើងលើកបន្ទប់មួយដុំរៀបចំវាឲ្យចេញជារូបរាងប្រាសាទបានឬក៏យ៉ាងណាការបកស្រាយនានាអំពីប្រវត្តិសាស្ត្រវាគ្រាន់តែជាការសន្និដ្ឋាននិងការវិតម្លៃទៅតាមការឃើញជាក់ស្ដែងជាមួយនឹងផ្ទាំងថ្មនីមួយៗដែលរៀបចំធ្វើជាប្រាសាទឡើងប៉ុន្តែដោយភាពពិតថាបុព្វបុរសខ្មែរដែលលោកបានកសាងវាឡើងនេះដោយមានសកម្មភាពបែបណានោះអត់មានអ្នកណាមួយដឹងថាវាយ៉ាងម៉េចឲ្យពិតប្រាកដទេការនិយាយការបកស្រាយតាមបែបប្រវត្តិសាស្ត្រមួយចំនួនក៏យ៉ាងណាក៏ដោយការយល់ឃើញរបស់បណ្ឌិតវិស្វកម្មសំណង់វិស្វករអីយ៉ាងណាក៏ដោយគ្រាន់តែជាការសន្និដ្ឋានទេសន្និដ្ឋានទៅលើរូបរាងជាក់ស្ដែងដែលយើងឃើញថាវាដូចជាទ្រង់ទ្រាយនៃលក្ខណៈដែរការលើកបន្ទប់ឡើងនឹងការបន្ថែមដោយក្បាច់រចនាបថនានានៃប្រាសាទនីមួយតែប៉ុណ្ណោះតែអ្វីដែលយើងពុំអាចដឹងគឺយើងពុំអាចដឹងថាតើរូបរាងទាំងអស់នេះដែលកើតចេញជាប្រាសាទនីមួយរបស់ដូនតាខ្មែរយើងតើជាការជាស់ភ្នំឬក៏ទម្លុះថ្មធ្វើជាប្រាសាទតែម្ដងឬក៏ជាការលើកថ្មទាំងផ្ទាំងយកមកបន្ទប់ឆ្លាក់ចេញជាក្បាច់បន្តគ្នាឲ្យកើតចេញជាប្រាសាទយ៉ាងណានោះយើងអត់មានអ្នកណាអាចបកស្រាយបានទេវាដូចជា mystery មួយចឹងជារឿងអាចកំបាំងមួយដែរយើងមើលត្រឹមភ្នែកធម្មតារបស់យើងជាមួយនឹងរូបភាពប្រាសាទដែលយើងឃើញហ្នឹងគឺថាអត់មានការសន្និដ្ឋានណាមួយបញ្ជាក់ថាទាំងអស់នេះកើតចេញពីរបៀបណាទេរបៀបណាទេសិតតែជាការសន្និដ្ឋានទាំងអស់ឲ្យបានជាមេរៀនសម្រាប់យើងសិក្សាហើយយកទៅពិចារណានៅក្នុងផ្នែកនៃប្រវត្តិសាស្ត្រនីមួយៗតែប៉ុណ្ណោះឯង